បោះកាលពីព្រៃនាយមានព្រះរាជាមួយព្រះអង្គព្រះនាងព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិជាព្រាហ្មណ៍នៅក្បែរផ្លូវឧត្តរទិសនៃក្រុងនោះលុះចម្រើនវ័យធំឡើងចេញចាកគេហដ្ឋានចូលបួសជាតាបសមានពួកតាបស500រូបជាបរិវារស្នាក់នៅក្បែរជើងភ្នំហេមាល័យគ្រានោះទឹកក្នុងជ្រោះភ្នំក្នុងបឹងត្រពាំងបឹងបួអូព្រែករីងស្ងួតអស់ឥតសល់សត្វមរឹកបក្សាបក្សីដែលអាស្រ័យនៅព្រៃហេមាល័យទាំងប៉ុន្មានកើតសេចក្តីក្តៅក្រហាយដោយស្រេកទឹកជាខ្លាំងតាបសបានឃើញសត្វទាំងនោះមានទុក្ខវេទនាដូច្នោះហើយមានតាបសមួយរូបបានកាប់រំលំឈើមួយដើមចោះលងធ្វើជាស្នុកហើយទៅដងទឹកដែលលោកអាចទៅដងបានយកមកដាក់ក្នុងស្នុកនោះទុកបំរុងឲ្យសត្វទាំងឡាយមកផឹកពួកសត្វទាំងឡាយក៏នាំគ្នាផឹកទឹកទាំងហ្វូងឥតឈប់ឈរតលតែតាបសអស់ឱកាសនឹងចេញទៅរកផ្លែឈើមកឆាន់ខ្លួនឯងតាបសនោះលោកមិនអើពើនឹងសេចក្តីស្រេកឃ្លានរបស់លោកឡើយលោកខំតែដងទឹកយកមកចាក់ក្នុងស្នុកឲ្យសត្វទាំងនោះមកផឹកតលតែបាត់ស្រេកព្រោះលោកជាអ្នកមានសេចក្តីសង្គ្រោះចំពោះសត្វទាំងឡាយឥតរើសមុខពួកសត្វទាំងនោះកាលបើឃើញតាបសមានសេចក្តីសង្គ្រោះដល់ខ្លួនហើយក៏គិតថាយើងរាល់គ្នាត្រូវតបស្នងសងគុណតាបសនេះគ្រប់គ្នាកុំខានយើងត្រូវព្រមព្រៀងគ្នាយ៉ាងនេះគឺត្រូវយកផ្លែឈើមើមឈើមកគ្រប់គ្នាក្នុងពេលវេលាដែលយើងមកផឹកទឹកក្នុងទីនេះដើម្បីប្រគេនតាបសសត្វទាំងអស់ក៏ព្រមព្រៀងគ្នាក្នុងពេលវេលាដែលខ្លួនមកផឹកទឹកបាននាំផ្លែស្វាយផ្លែឈើមើមឈើផ្សេងមកប្រគេនតាបសរៀងរាល់ថ្ងៃតលតែផ្លែឈើមើមឈើនោះសម្បូរពាសពេញក្នុងគម្ពីរដែលលោកប្រាប់ថាបើផ្ទុកជារទេះបាន2500រទេះក្នុងមួយថ្ងៃពួកតាបសទាំង500រូបឆាន់ឆ្អែតស្កប់ស្កល់នៅពាសពេញអាស្រមព្រះពោធិសត្វដែលជាប្រធាននៃតាបសទាំង500រូបបានឃើញហេតុអស្ចារ្យដូច្នោះហើយក៏បន្លឺនៅវាចាប្រកាសថាគុណគឺសេចក្តីល្អសម្រាប់បុគ្គលតែម្នាក់ដែលមានចិត្តសង្គ្រោះអាចបណ្ដាលឲ្យចំណីចំណុកអាហារពួកគណៈបរិភោគឆ្អែតស្កប់ស្កល់បានព្រោះហេតុនេះអ្នកទាំងឡាយត្រូវតាំងព្យាយាមមមួនក្នុងការបំពេញសង្ឃហធម៌ស្វែងរកប្រយោជន៍ចំពោះសាធារណជនគុំខ្ជិលគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនយកចិត្តទុកដាក់អើពើនឹងប្រយោជន៍របស់សាធារណជនឡើយចប់រឿងអម្ពតាបសតែប៉ុណ្ណេះ